ក្រុង Central រដ្ឋ Pennsylvania គឺជាទីកន្លែងមួយដ៏ស្រស់ស្អាតមិនចាញ់រដ្ឋដទៃទៀតទេក្នុងសហរដ្ឋអាមេរិកទីក្រុងនេះមានសភាពស្រស់ស្អាតឆើតឆាយចំណែកអ្នកដែលស្រឡាញ់ភាពស្ងប់ស្ងាត់តម្លៃផ្ទះសមរម្យអាចជ្រើសរើសតំបន់ដែលនៅជាយក្រុងបន្តិចក្នុងខែមិថុនាឆ្នាំ2013អ្នកស្រី Jacinda គាត់គឺជាអ្នកជំងឺទើបតែចេញពីមន្ទីរពេទ្យអ្នកស្រីមានការវះកាត់នៅខ្នងគ្រូពេទ្យតម្រូវឲ្យអ្នកស្រីត្រូវតែមើលថែខ្លួនជាពិសេសតម្រូវឲ្យអ្នកស្រីត្រូវតែនៅតែផ្ទះមួយរយៈធំពេលដែលអ្នកស្រីដើរត្រូវតែមានឈើច្រត់ជំនួយគ្រប់ពេលប្តីរបស់អ្នកស្រីឈ្មោះថតគាត់គឺជាជាងជួសជុលនៅរោងចក្រស្រាបៀរមួយក្នុងតំបន់នោះពួកគាត់ស្រឡាញ់គ្នាតាំងពីរៀននៅវិទ្យាល័យមកម្លេះហើយពួកគាត់ពេលនេះមានកូនប្រុសដែលកតញ្ញូម្នាក់អាយុ20ឆ្នាំឈ្មោះ Justin ចា៎បងប្អូនអ៊ំពូមីងពុកម៉ែបងប្អូនមុននឹងបន្តសាច់រឿងរបស់យើងទាំងអស់គ្នាបន្តទៀតនាងខ្ញុំក៏សូមសំណូមពរឲ្យបងប្អូនជួយគាំទ្រផលិតផលរបស់ខ្មែរជាផលិតផលធ្វើនៅក្នុងស្រុកខ្មែរសុទ្ធសាធសូមជៀសវាងផលិតផលដែលនាំមកពីប្រទេសថៃឬក៏ប្រទេសផ្សេងសូមទុកផលិតផលដែលនាំមកពីក្រៅប្រទេសគឺជាផលិតផលទី2ឬទី3ដែលជាជម្រើសទី2សូមទុកផលិតផលរបស់ខ្មែរគឺជាជម្រើសទី1យើងធ្វើបែបនេះនឹងជួយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងឲ្យរីកចម្រើនក៏ដូចជាបណ្ដុះនៅផ្នត់គំនិតដល់ក្មេងជំនាន់ក្រោយឲ្យចេះថែរក្សាចេះស្រឡាញ់និងចេះលើកស្ទួយជាតិរបស់ខ្លួនអ្នកស្រី Jacinda ដែលជាអ្នកជំងឺទើបតែវះកាត់តម្រូវឲ្យគាត់មិនអាចធ្វើអ្វីក្រៅពីដេកងើបតើតិចធ្វើការងារស្រាលក្នុងផ្ទះធ្វើឲ្យគាត់ធុញជាខ្លាំងពេលមួយគាត់ក៏បានមើលរូបថតកូនប្រុសរបស់គាត់ស្លៀកពាក់ឯកសណ្ឋានពេលទទួលសញ្ញាបត្រស្រាប់តែគាត់ប្រទះឃើញរូបថតនោះមានអ្វីដែលមិនប្រក្រតីរូបថតមួយសន្លឹកនោះគឺគាត់ថតនៅក្នុងផ្ទះដោយប្រើទូរស័ព្ទដៃផ្ទាល់ខ្លួនរបស់គាត់យកមកថតអ្នកស្រីបានឃើញអ្វីមួយរូបរាងស្រដៀងនឹងពពុះសាប៊ូតែក្មេងៗចូលចិត្តផ្លុំលេងឲ្យហោះអណ្ដែតក្នុងលំហអញ្ចឹងរាងវាមូថ្លាមានតូចមានធំគាត់ចាប់អារម្មណ៍វាជាខ្លាំងអ្នកស្រីគឺជាមនុស្សដែលចូលចិត្តអាននិងមើលខ្សែភាពយន្តតែតាក់ទងនឹងរឿងអរូបីគេនិយាយថាបើយើងឃើញអ្វីដែលចម្លែកបែបនេះគឺអាចមានព្រលឹងវិញ្ញាណល្អឬព្រលឹងទេវតាថែរក្សានៅក្នុងផ្ទះក៏ថាបានពេលនោះគាត់គិតថាប្រហែលជាវិញ្ញាណថែរក្សារបស់ឪពុកម្ដាយគាត់ដែលបានខូចចិត្ត10ឆ្នាំមកហើយតើឪពុកម្ដាយគាត់មកលេងគាត់ទេដឹងដោយការចង់ដឹងនិងកំដរភាពអុកសុកផងនោះអ្នកស្រីក៏បានថតរូបទីតាំងដែលគាត់បានថតកូនប្រុសរបស់គាត់ពីមុនម្ដងទៀតនិងថតរូបថតឪពុកម្ដាយរបស់គាត់ព្រមទាំងទីតាំងមួយចំនួនទៀតនៅក្នុងផ្ទះរួចក៏ថតខ្លួនឯងមួយប៉ុស្តិ៍ដែរបន្ទាប់ពីថតហើយគាត់ក៏យកមកមើលឃើញថារូបទាំងអស់នោះសុទ្ធតែមានរាងពពុះសាប៊ូមូថ្លាតូចធំបង្ហាញវត្តមានក្នុងរូបថតទាំងអស់តែបើយើងមើលភ្នែកទទេក្នុងទីតាំងដដែលយើងមិនបានឃើញពពុះមូទាំងអស់នោះទេតែបើមើលក្នុងទូរស័ព្ទឬកាមេរ៉ាទើបឃើញអ្នកស្រី Jacinda ក៏ចាប់អារម្មណ៍លើរូបថតទាំងអស់នេះណាស់ពិតជាចម្លែកមែនស្អែកឡើងគាត់ក៏បានប្រាប់ប្តីគាត់អំពីរឿងនេះតែប្តីអ្នកស្រីត្រឹមតែទទួលស្ដាប់តែមិនជឿអ្នកស្រីទេលោកថតគិតថានេះគ្រាន់តែជាប្រតិកម្មរបស់ពន្លឺប៉ុណ្ណោះរួចគាត់ក៏ចេញទៅធ្វើការបាត់ទៅអ្នកស្រី Jacinda គាត់នៅតែមើលរូបថតទាំងនោះម្ដងហើយម្ដងទៀតគាត់នៅតែមិនអស់ចិត្តកំពុងតែគិតឆ្ងល់ក្នុងរឿងទាំងអស់នេះស្រាប់តែគាត់ឮសូរសំឡេងចម្លែកម្យ៉ាងគាត់ក៏ទាញយកកាមេរ៉ាតូចមួយយកមកថតត្រង់កន្លែងដែលគាត់ឮសំឡេងចម្លែកនោះស្រាប់តែគាត់បានឃើញស្រមោលខ្មៅស្ទង់របស់មនុស្សប្រុសម្នាក់ឈរក្បែរបន្ទប់វត្តមានរបស់ស្រមោលខ្មៅមួយនេះ
ធ្វើឲ្យគាត់មិនស្រួលក្នុងចិត្តទេវាធ្វើឲ្យចិត្តរបស់គាត់រំជើបរំជួលនិងភ័យខ្លាចភ្លាមគាត់ក៏ដើរថយក្រោយយឺតរួចក៏ក្រឡេកឃើញថ្នាំដែលគាត់រៀបនឹងយកមកញ៉ាំដែលគាត់ទុកនៅលើតុក្របថ្នាំទាំងនោះតម្រៀបត្រួតលើគ្នាយ៉ាងចម្លែកអ្នកស្រីឈរមើលក្របថ្នាំទាំងនោះតើហេតុអ្វីក៏មានរឿងបែបនេះកើតឡើងទៅកើតខ្លួនរបស់គាត់ទាំងមូលចាប់ដើមព្រឺសម្បល់សម្លេងចម្លែកនោះក៏លឺមកម្ដងទៀតនៅខាងក្រោយខ្នងរបស់គាត់ស្រមោលខ្មៅដែលមានរូបរាងជាមនុស្សប្រុសក៏លេចឡើងម្ដងបន្តិចស្រមោលខ្មៅនោះមិនត្រឹមតែលេចរូបរាងជាមនុស្សទេវាថែមទាំងដុសចេញនៅសរសៃវែងហាក់ដូចជាឫសឈើអញ្ចឹងហើយសរសៃខ្មៅទាំងអស់នោះមានចលនាដូចជាដៃមឹកឡើងរវាងគួរឲ្យរន្ធត់អ្នកស្រីជេស៊ីនដាបានបញ្ជាក់ថាគាត់ឃើញសភាវៈចម្លែកនោះដោយភ្នែកស្រស់មិនមែនយល់សប្តិទេពេលនោះអ្នកស្រីភ័យសឹងតែសន្លប់ដួលមួយចំហខ្លួនទៅហើយតែសំណាងត្រង់ថាសភាវៈចម្លែកនោះឲ្យគាត់ឃើញតែមួយផ្លែតប៉ុណ្ណោះក៏រលត់បាត់ទៅអ្នកស្រីក៏បានព្យាយាមនិយាយរឿងទាំងអស់នេះប្រាប់ទៅលោកថតប៉ុន្តែប្តីរបស់គាត់បែរជាគិតថាប្រហែលជាប្រពន្ធគាត់ទើបតែទទួលការវះកាត់ថ្មីហើយមួយថ្ងៃនៅតែក្នុងផ្ទះធ្វើឲ្យកើតជាជំងឺ stress រវើរវាយថែមទាំងត្រូវញ៉ាំថ្នាំជាច្រើនមុខទៀតប្រហែលនេះអាចមកពីឥទ្ធិពលរបស់ថ្នាំក៏ថាបានអ្នកស្រីជេស៊ីនដាបានប្រកែកថាគាត់មិនបានរវើរវាយនោះទេប៉ុន្តែប្តីរបស់គាត់នៅតែសោកហួសចិត្តហើយនិយាយថាផ្ទះនេះគ្មានខ្មោចទេលោកថតបាននិយាយបំបាយអារម្មណ៍ប្រពន្ធថាអូនពីដើមឡើយចូលចិត្តគូគំនូណាស់ឥឡូវអញ្ចេះបងនាំអូនទៅបន្ទប់គូរូបជាកន្លែងដែលអូនចូលចិត្តវាអាចជួយបន្ថយអារម្មណ៍ stress តបប្រមល់របស់អូនបានល្ងាចមួយ Justin នៅផ្ទះតែម្នាក់ឯងម្ដាយរបស់គេបានទៅញ៉ាំអាហារពេលល្ងាចខាងក្រៅផ្ទះជាមួយមិត្តភ័ក្តិរបស់គាត់ចំណែកឪពុករបស់គេវិញត្រូវធ្វើការថែម៉ោងទាល់តែរៀងយប់បន្តិចទៅមកដល់ផ្ទះវិញពេលនោះ Justin កំពុងនៅឯជាន់ basement ស្រាប់តែគេឮសម្រាប់ជើងដើរធ្ងន់នៅជាន់លើគេដឹងថាពេលនេះគឺគេនៅផ្ទះតែម្នាក់ឯងទេឬមួយក៏មានចោរលួចចូលក្នុងផ្ទះ Justin បានកាន់ដំបងនៅដៃស្ដាំដៃខាងឆ្វេងរបស់គេមិនអាចកាន់ឬលើកអ្វីធ្ងន់បានទេព្រោះដោយសារតែស្មាខាងឆ្វេងនោះទើបតែធ្វើការវះកាត់ Justin ដើរលោបទាំងប្រុងប្រយ័ត្នទៅជាន់លើតែគេមិនបានរកឃើញមនុស្សចម្លែកអ្វីទេហើយបង្អួចទ្វារផ្ទះក៏ជាប់សោបិទជិតយ៉ាងល្អមិនសមណាមានចោរលួចចូលក្នុងផ្ទះបានទេចំណែកបន្ទប់គូរូបរបស់ម្ដាយគេពេលនោះស្រាប់តែមានពន្លឺមួយផ្លឹបផ្លែតពេលដែលគេដើរលោបចូលទៅឃើញកុំព្យូទ័ររបស់ម្ដាយគេដែលដាក់នៅលើតុស្រាប់តែ turn on ដោយខ្លួនឯងហើយក៏បង្ហាញនៅរូបថតជាច្រើនដែលម្ដាយរបស់គេបានថតរាល់រូបថតទាំងអស់នោះគេបានចាប់អារម្មណ៍រូបថតមួយគឺជារូបថតស្រមោលខ្មៅរបស់មនុស្សប្រុសម្នាក់ឈរក្បែរទ្វារបន្ទប់ភ្លាមនោះស្រាប់តែគេឮសូរសំឡេងនៅឯ basement គេក៏ស្ទុះទៅបន្ទប់ក្រោមដីវិញនៅទីនោះមានតុបុកប៊ីយ៉ាមួយគេចាំថាក្របបុកប៊ីយ៉ាទាំងអស់នោះគឺគេទុកដាក់បានយ៉ាងរៀបរយល្អណាស់តែពេលនេះបែរជារញ៉េរញ៉ៃទៅវិញហាក់បីដូចជាមាននរណាម្នាក់មកប៉ះពាល់អារម្មណ៍របស់គេពេលនោះក៏ស្រាប់តែប្រែប្រួលពីសង្ស័យថាមានចោរលួចចូលក្នុងផ្ទះទៅជារឿងមានវិញ្ញាណខ្មោចក្នុងផ្ទះវិញដែលម្ដាយរបស់គេធ្លាប់តែនិយាយនោះហើយគ្មានអ្នកណាជឿគាត់ពេលនោះបរិយាកាសក្នុងផ្ទះក៏ប្រែទៅជាត្រជាក់អាប់អួរគួរឲ្យភ័យខ្លាចហើយក៏លេចចេញនៅស្រមោលខ្មៅស្ទង់រូបរាងជាមនុស្សប្រុសលេចឡើងម្ដងបន្តិច
នឹងដុសចេញជាសរសៃវែងដូចជាឫសឈើធ្វើចលនាដូចជាដៃមឹករំលេចឡើងនៅនឹងមុខរបស់ Justin យ៉ាងច្បាស់ប្រាកដហើយក៏រលាយបាត់ទៅភ្លាមសភាវៈចម្លែកដែលគេបានឃើញនេះគឺវាដូចគ្នានឹងអ្វីដែលម្ដាយរបស់គេបាននិយាយប្រាប់បន្ទាប់ពី Justin ប្រាប់រឿងនេះទៅម្ដាយគេអ្នកស្រី Jacinda បានប្រកាសក្នុងចិត្តហើយថាគាត់មិនបានរវើរវាយឬស្រមើស្រមៃផ្ដេសផ្ដាស់ដោយដែលប្តីគាត់សង្ស័យថាគាត់កើតជំងឺរវើរវាយឬមកពីគាត់ប្រតិកម្មថ្នាំសាសដែលគាត់កំពុងប្រើព្យាបាលជំងឺនោះទេយ៉ាងហោចណាស់កូនគាត់ក៏បានឃើញដូចជាគាត់ដែរថ្ងៃមួយអ្នកស្រីកំពុងតែអង្គុយគូររូបក្នុងបន្ទប់គូររូបរបស់គាត់ដៃរបស់គាត់ដែលកំពុងកាន់ជក់គូររូបក៏ស្រាប់តែលែងមានម្ចាស់ការលើខ្លួនឯងហើយគូសវាសចេញជារូបរាងចម្លែកមួយពេលនោះកន្ទុយភ្នែករបស់គាត់ក៏ឃើញស្រមោលខ្មៅដដែលនោះលេចរូបរាងមកម្ដងទៀតពេលវេលាហាក់ត្រូវបានទាញឲ្យឈប់ដើរទៅមុខអ្នកស្រី Jacinda ឈរភាំងហាក់បីដូចជាមានគេដកយកព្រលឹងវិញ្ញាណសំណាងពេលនោះប្តីរបស់គាត់ក៏ចូលមកលោកថតចាប់កាន់គាត់រួចហៅឲ្យគាត់ដឹងខ្លួនមកវិញអ្នកស្រីក៏ដឹងខ្លួនស្រែកចាចបងឃើញស្រមោលខ្មៅនោះទេវាឈរនៅទីនោះអ្នកស្រីក៏ចង់បង្ហាញគំនូរចម្លែកដែលគាត់មិនបានតាំងចិត្តគូតែផ្ទាំងគំនូរនោះទៅជាសស្អាតមិនមានប្រឡាក់ឬគូអ្វីទេហើយស្រមោលខ្មៅស្អីនោះក៏មិនឃើញមានដែរលោកថតបានប្រាប់ឲ្យប្រពន្ធគាត់ទៅពិភាក្សាជាមួយគ្រូពេទ្យប្រហែលជាគ្រូពេទ្យអាចដូរថ្នាំឲ្យប្រពន្ធគាត់បានតែអ្នកស្រីបានប្រកែកថាមិនមែនមកពីឥទ្ធិពលរបស់ថ្នាំទេហើយគាត់ក៏មិនបានស្រវាំងភ្នែកនិងរវើរវាយផ្ដេសផ្ដាស់ដែរមិនមែនមានតែខ្ញុំទេដែលឃើញ Justin ក៏ឃើញដែរហើយអ្វីបានជាបងមិនជឿខ្ញុំមិនដឹងជាយ៉ាងម៉េចអំឡុងពេលនោះឲ្យតែប្រពន្ធកូននិយាយថាផ្ទះនេះមានអមនុស្សឬក៏មានអ្វីមិនប្រក្រតីលោកថតតែងតែប្រកាន់ខឹងមិនចង់ស្ដាប់និងបដូរប្រធានបទនិយាយរឿងផ្សេងវិញទំនាក់ទំនងក្នុងគ្រួសារក៏មិនសូវចុះសម្រុងល្អដូចពីមុនលោកថតចាប់ផ្ដើមចេះខឹងមួម៉ៅច្រើននិងញ៉ាំស្រាច្រើនទៅក្នុងផ្ទះដែលធ្លាប់តែស្រស់ស្រាយនិងរីករាយក៏ប្រែជាអាប់អួរអាប់រស្មីដោយមិនចង់ធ្វើរឿងតូចឲ្យទៅជាធំអ្នកស្រី Jacinda និង Justin ក៏ឈប់និយាយរឿងនេះជាមួយនឹងលោកថតទោះគាត់ជឿឬមិនជឿក៏តាមដំណើរទៅអាហារពេលល្ងាចជុំគ្នាដ៏ស្រស់ស្រាយមួយក៏បានកើតឡើងគ្រប់យ៉ាងមើលទៅហាក់បីដូចជាល្អធម្មតាលោកថតដែលកំពុងទទួលទានអាហារជុំគ្នាជាមួយប្រពន្ធកូនភ្លាមនោះដៃរបស់គាត់ស្រាប់តែញ័រមុខគាត់ឡើងក្រហមនិងយកដៃច្របាច់ទ្រូងខាងឆ្វេងបើកភ្នែកធំហាក់បីដូចជាឃើញអ្វីមួយដែលធ្វើឲ្យគាត់តក់ស្លុតភ្លាមនោះគាត់ក៏ដួលហើយសន្លប់បាត់ទៅអ្នកស្រីនិងកូនក៏យកគាត់ទៅមន្ទីរពេទ្យភ្លាមពេលគ្រូពេទ្យបានពិនិត្យសពគ្រប់ក៏ឃើញថាបេះដូងរបស់គាត់នៅល្អហើយគាត់ក៏មិនមានអាការៈអ្វីធ្ងន់ធ្ងរដែររួចគ្រូពេទ្យក៏ឲ្យគាត់ត្រឡប់មកផ្ទះវិញពេលដែលអ្នកស្រី Jacinda សួរគាត់ថាតើគាត់មានបានឃើញអ្វីឬអត់ហើយមានអ្វីកើតឡើងហើយអ្វីបានជាគាត់មើលទៅហាក់ដូចជាចម្លែកម្លេះតែលោកថតបាននិយាយថាគាត់មិនបានកើតអ្វីទេហើយគ្រូពេទ្យក៏បានបញ្ជាក់ថាគាត់ក៏មិនបានជឿអ្វីដែរជប់សួរគាត់ទៀតទៅគាត់មិនអីទេអ្នកស្រី Jacinda ពីមួយថ្ងៃទៅមួយថ្ងៃគាត់ចេះតែមិនស្រួលក្នុងចិត្តនិងមានអារម្មណ៍ខ្វះសុវត្ថិភាពថ្ងៃមួយអ្នកស្រីដើរកាន់បន្ទប់គូគំនូរគាត់ស្រាប់តែឃើញទឹកថ្នាំតក់រាយប៉ាយនៅលើកម្រាលឥដ្ឋគាត់ក៏ធ្វើការសម្អាតតែដំណក់ទឹកថ្នាំនោះនៅតែស្រក់ហើយស្រក់ទៀតជូតមិនចេះអស់គាត់ក៏សម្លឹងតាមដំណក់ទឹកថ្នាំតើវាស្រក់មកពីប្រភពណាឲ្យពិតប្រាកដ
ហេតុការណ៍ពេលនោះគឺពិតជាធ្វើឲ្យគាត់រន្ធត់ក្នុងចិត្តណាស់ព្រោះថាដំណក់ទឹកថ្នាំដែលស្រក់មកនោះគឺវាស្រក់ចេញពីគំនូរដែលគាត់បានគូរជាគំនូរដែលបានគូររួចទៅហើយតាំងពីប៉ុន្មានថ្ងៃមកម្លេះតែបែរជាមានទឹកថ្នាំស្រស់ហូរស្រក់ពីគំនូរនោះមិនចេះដាច់ដោយភ័យពេកអ្នកស្រីក៏រត់ចេញពីបន្ទប់គូររូបរួចបិទទ្វារលែងហ៊ានចូលទៅបន្ទប់នោះទៀតយប់ឡើងអ្នកស្រីនិងលោកថមគេងក្នុងបន្ទប់គេងរបស់ពួកគាត់ជាធម្មតាតែយប់នោះស្រាប់តែភួយដែលគាត់ដណ្ដប់វាដូចជាត្រូវបានមាននរណាម្នាក់ទាញភួយនោះទម្លាក់ដីអ្នកស្រីជេស៊ីនដាក៏មើលមមាយភ្ញាក់ដឹងខ្លួនដោយឃើញសភាពការមិនស្រួលគាត់ក៏ខំដាស់ប្តីរបស់គាត់ដែលគេងក្បែរឲ្យភ្ញាក់តែពេលលោកថមបែរមកលោកថមបែរទៅជាមុខឡើងខ្មៅដូចជាសាកសពដែលស្លាប់មកយូរថ្ងៃមកហើយអ្នកស្រីជេស៊ីនដាគាត់ភ័យណាស់គាត់ស្រែកឲ្យកូនជួយក៏កូនមិនឮចង់ងើបចេញពីគ្រែក៏ចេញមិនកើតភ្លាមនោះសរសៃវែងដូចជាឫសឈើធ្វើចលនាដូចជាដៃមឹកពណ៌ខ្មៅវែងអន្លាយបានវារងើមចេញពីក្រោមគ្រែរួចក៏ទៅរុំខ្លួនអ្នកស្រីមិនឲ្យរើខ្លួនរួចថែមទាំងច្របាច់កសឹងតែធ្វើឲ្យអ្នកស្រីដាច់ដង្ហើមទៅហើយពេលនោះលោកថតដែលគេងក្បែរក៏ភ្ញាក់ព្រោះដោយសារតែគាត់ឮសំឡេងត្រដោកខ្យល់របស់ប្រពន្ធគាត់ក៏ព្យាយាមដាស់អ្នកស្រីជេស៊ីនដាឲ្យភ្ញាក់ដឹងខ្លួនពេលនោះទើបអ្នកស្រីដឹងថាគាត់គឺយល់សប្តិតែវាពិតដូចជាការពិតណាស់ហើយគាត់ពិតជាសឹងតែដាច់ដង្ហើមស្លាប់ទៅហើយពេលនោះដោយសភាពការលងបន្លាចចុងក្រោយនេះសឹងតែធ្វើឲ្យអ្នកស្រីវិសតែផុតដង្ហើមហើយគាត់ក៏បារម្ភពីសមាជិកគ្រួសារអាចថាថ្ងៃណាមួយប្រកាសជាជួបគ្រោះថ្នាក់ដូចជាគាត់ជាមិនខានទើបអ្នកស្រីគិតថានឹងធ្វើអ្វីម្យ៉ាងប្រឆាំងតបវិញអ្នកស្រីក៏បានរកឃើញក្រុមលោកខេវិនដែលក្រុមរបស់គាត់មានជំនាញនិងបទពិសោធន៍ខាងអរូបីហើយក៏មានញាណពិសេសដែលអាចតាក់ទងជាមួយនឹងអមនុស្សបានឲ្យមកជួយគាត់ក្នុងរឿងនេះលោកខេវិនបាននិយាយថាបន្ទាប់ពីស្ដាប់រឿងរ៉ាវដែលអ្នកស្រីជេស៊ីនដារៀបរាប់ប្រាប់គាត់ថាឃើញប្តីរបស់គាត់ទៅជាសាកសពនិងឃើញស្រមោលខ្មៅមានដុះសភាវៈវែងដូចជាឫសឈើនិងមានចលនាដូចជាដៃមឹករួចមកធ្វើឲ្យលោកខេវិនដឹងយ៉ាងច្បាស់ថាវិញ្ញាណខ្មៅនេះពិតជាវិញ្ញាណបិសាចដែលកាច់សាហាវមិនធម្មតាហើយតម្រូវឲ្យក្រុមរបស់គាត់ត្រូវតែទៅកាន់ផ្ទះអ្នកស្រីភ្លាមពេលដែលក្រុមលោកខេវិនដែលមានលោកខេវិនអ្នកស្រីគ្រីស្ទីននិងអ្នកស្រីលីចាបងប្អូនអំពូមីងអ្នកស្ដាប់ខ្ញុំសូមបញ្ជាក់ថាអ្នកស្រីគ្រីស្ទីនគាត់មិនចង់បង្ហាញមុខជាសាធារណៈទេដូច្នេះបងប្អូនអាចស្គាល់តែលោកខេវិននិងអ្នកស្រីលីតែប៉ុណ្ណោះគ្រាន់តែពួកគាត់មកដល់ផ្ទះអ្នកស្រីជេស៊ីនដាភ្លាមអ្នកស្រីគ្រីស្ទីនដែលឈរនៅមុខផ្ទះក៏បានឃើញមនុស្សមួយក្រុមដែលទំនងជាជនជាតិអឺរ៉ុបខាងកើតកំពុងធ្វើពិធីបូជាដែលពិធីនោះក្រុមនោះបានបូជាសត្វដែលមានជីវិតមានឈាមរបស់សត្វនិងដៃខ្លួនឯងលាយឈាមទាំងនោះចូលគ្នាដើម្បីប្រារព្ធធ្វើពិធីបូជាម្យ៉ាងដែលមានភ្នក់ភ្លើងនៅកណ្ដាលនិងមានក្រុមមនុស្សទាំងនោះឈរជុំវិញធ្វើពិធីបូជាហើយពិធីបូជាសាសនាមួយនេះហើយទើបបណ្ដាឲ្យមានបិសាចដែលមានរូបរាងដូចជាមនុស្សតែដុះសរសៃដូចជាឫសឈើចេញជារូបរាងឡើងចាបងប្អូនអំពូមីងរឿងដែលអ្នកស្រីគ្រីស្ទីនបានឃើញនេះគឺជារឿងដែលបានកើតឡើងតាំងពីយូរយារណាស់មកហើយនៅក្នុងអតីតកាលហើយដោយសារតែអ្នកស្រីគ្រីស្ទីនគាត់មានញាណដូច្នេះទើបបានជាគាត់ឃើញរឿងទាំងអស់នេះរឿងទាំងអស់នេះគឺមិនមែនជារឿងដែលកំពុងកើតឡើងក្នុងពេលបច្ចុប្បន្ននេះទេលោកខេវិនមុននឹងមកផ្ទះអ្នកស្រីជេស៊ីនដា
គាត់ក៏ធ្វើការស្រាវជ្រាវក្នុងតំបន់ដែលអ្នកស្រី Jacinda រស់នៅផងដែរក្នុងឯកសារបានបញ្ជាក់ថាតំបន់នេះពីដើមឡើយគឺមានជនជាតិ Gypsy ដែលក្រោយមកប្តូរឈ្មោះទៅជា Romani គឺជាក្រុមជនជាតិដែលមានដើមកំណើតមកពីភាគខាងជើងប្រទេសឥណ្ឌាហើយមករស់នៅក្នុងអឺរ៉ុបខាងកើតចាប់តាំងពីយុគសម័យកណ្ដាលមកដោយមានការប្រមូលផ្ដុំធំបំផុតនៃប្រជាជនរ៉ូម៉ាអឺរ៉ុបរស់នៅក្នុងតំបន់កណ្ដាលរបៀបរស់នៅពនេចររាយប៉ាយពាសពេញទ្វីបអឺរ៉ុបអាមេរិកខាងជើងនិងខាងត្បូងហើយនិយាយភាសារ៉ូម៉ានីដែលមានទំនាក់ទំនងជាមួយភាសាហិណ្ឌូអ្នកស្រី Christine បានរំលឹកគ្រប់គ្នាមុននឹងចូលទៅក្នុងផ្ទះថាត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ពេលដែលក្រុមលោក Kevin បានចូលទៅដល់ក្នុងផ្ទះអ្នកស្រី Lee បានឃើញប្រលឹងវិញ្ញាណរបស់ប្តីប្រពន្ធចំណាស់មួយគូដែលប្រលឹងវិញ្ញាណទាំងពីរនាក់នេះគឺជាអ្នកតាមថែរក្សាការពារក្រុមគ្រួសារអ្នកស្រី Jacinda កន្លងមកហើយនោះគឺមិនមែនជាវិញ្ញាណរបស់អ្នកណាឆ្ងាយទេគឺជាប្រលឹងវិញ្ញាណរបស់ឪពុកម្ដាយអ្នកស្រី Jacinda នឹងតែម្ដងដែលតែងតែតាមថែរក្សាកូនចៅមិនឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតហើយវាពិតដូចជាអារម្មណ៍របស់អ្នកស្រី Jacinda ដែលមានអារម្មណ៍ដឹងថាប្រលឹងឪពុកម្ដាយរបស់គាត់គឺតែងតែនៅក្បែរគាត់ជានិច្ចតែបានបង្ហាញនិងចង់ប្រាប់គាត់តាមរយៈរូបថតដែលអ្នកស្រីបានថតឃើញដូចជាពពុះសាប៊ូរាងមូមូសថ្លាទាំងអស់នោះឯងក្រុមរបស់លោក Kevin ក៏ធ្វើការបំបែកគ្នាដើម្បីស៊ើបអង្កេតក្នុងផ្ទះអ្នកស្រី Jacinda អ្នកស្រី Christine បានដើរទៅដល់ផ្ទះបាយឃើញប្រលឹងក្មេងប្រុសម្នាក់អាយុប្រហែល9ឆ្នាំអង្គុយអោនមុខចុះនៅក្បែរចង្ក្រានបាយអ្នកស្រីក៏ព្យាយាមធ្វើការតាក់ទងជាមួយប្រលឹងក្មេងប្រុសនោះក្រែងលោគាត់អាចជួយអ្វីបានពេលដែលក្មេងប្រុសនោះងើបមុខឡើងវាក៏បញ្ចេញចង្កូមវែងកាច់សាហាវផ្ទៃមុខប្រែទៅជាពណ៌ខៀវបញ្ចេញចំហាយអាក្រក់ដែលមានក្លិនអាសោចធ្វើឲ្យអ្នកស្រីពេលនោះមានអាការៈទៅជាវិលមុខនេះពិតណាស់មិនមែនជាវិញ្ញាណក្មេងប្រុសដែលល្អស្លូតត្រង់ត្រូវការជំនួយពីអ្នកស្រីទេតែនេះគឺជាវិញ្ញាណអាក្រក់ឬអាចហៅថាជាបរិវាររបស់បិសាចខ្មៅចំណែកអ្នកស្រីលីញាណរបស់គាត់បាននាំគាត់ចូលទៅបន្ទប់គេងអ្នកស្រី Jacinda ភ្លាមនោះស្រាប់តែមានសរសៃខ្មៅវែងធ្វើចលនាដូចជាដៃមឹកបានវាយប្រហារមកលើអ្នកស្រីលីសភាវៈខ្មៅទាំងនោះបានវាចេញពីគ្រប់ទីកន្លែងមិនថាក្រោមគ្រែបន្ទប់ដាក់ខោអាវបន្ទប់ទឹកនិងកន្លែងដទៃទៀតមករុំខ្លួនអ្នកស្រីលីជុំចិត្តគាត់ក៏បានស្រែកខ្លាំងដើម្បីរកជំនួយពីក្រុមរបស់គាត់ក្រោយពីធ្វើការស៊ើបអង្កេតគ្រប់ទីកន្លែងនៅក្នុងផ្ទះពេលនេះក្រុមលោក Kevin បានប្រកាសច្បាស់ថាផ្ទះអ្នកស្រី Jacinda ពិតជាមានបិសាចឬវិញ្ញាណអាក្រក់សន្ធិដ្ឋនៅពិតមែនអ្នកស្រី Jacinda គាត់ក៏បានសួរថាគាត់នៅផ្ទះនេះរយៈពេល14ឆ្នាំមកហើយមិនដែលធ្លាប់មានរឿងបែបនេះកើតឡើងទេចុះហេតុអ្វីនៅសុកស្រាប់តែមានរឿងបែបនេះកើតឡើងទៅវិញលោក Kevin បានពន្យល់អ្នកស្រីថាវិញ្ញាណបិសាចនោះវាស្ថិតនៅតំបន់នេះទីតាំងដែលអ្នកស្រីនៅនេះជាយូរមកហើយប៉ុន្តែកន្លងមកវាមិនអាចធ្វើអ្វីក្រុមគ្រួសារអ្នកស្រីកើតដោយសារតែក្រុមគ្រួសារអ្នកស្រីគឺជាមនុស្សល្អនិងជាមនុស្សគិតវិជ្ជមានតែបន្ទាប់ពីអ្នកស្រីមានរបួសខ្នងស្របពេលដែលកូនប្រុសក៏មានរបួសនៅស្មាអ្នកទាំងពីរសុទ្ធតែស្ថិតក្នុងស្ថានភាពចុះខ្សោយចំណែកលោកថមគាត់ចាប់ផ្ដើមផឹកស្រានិងមានទំនាស់អារម្មណ៍មិនសប្បាយចិត្តជាមួយប្រពន្ធកូន
ទើបធ្វើឲ្យវិញ្ញាណខ្មៅបិសាចមួយនេះឆ្លៀតឱកាសចូលជ្រាបក្នុងគ្រួសាររបស់អ្នកស្រីបានហើយបើពេលនេះអ្នកស្រីមិនដឹងខ្លួននឹងធ្វើការលាងសម្អាតផ្ទះបោះកំរោលខ្មៅនោះចេញទេបិសាចនោះថ្ងៃខាងមុខអាចនឹងយកជីវិតអ្នកស្រីឬក៏សមាជិកគ្រួសារណាដែលមានថាមពលវិជ្ជមានចុះខ្សោយមុនគេតែសំណាងណាស់ដែលផ្ទះអ្នកស្រីមានប្រលឹងវិជ្ជមានរបស់ឪពុកម្ដាយអ្នកស្រីតាមថែរក្សាការពារនិងទប់ស្កាត់ទើបវិញ្ញាណខ្មៅនោះมันអាចធ្វើអ្វីអ្នកស្រីបានងាយស្រួលអ្នកស្រី Kristen និងអ្នកស្រី Lee ពួកគាត់មានញាណពិសេសអាចឃើញអាចឮនិងអាចពិភាក្សាដឹងថាតើវិញ្ញាណណាជាវិញ្ញាណអាក្រក់វិញ្ញាណណាជាវិញ្ញាណល្អឬពួកវិញ្ញាណទាំងនោះត្រូវការអ្វីប៉ុន្តែពួកអ្នកស្រីមិនមានសមត្ថភាពសម្អាតផ្ទះឬបណ្ដេញវិញ្ញាណខ្មៅចេញបានទេតែលោក Kevin គាត់មានសមត្ថភាពអាចបណ្ដេញវិញ្ញាណខ្មៅចេញបាននាទីចុងក្រោយនេះគឺជាការងាររបស់លោក Kevin វិញម្ដងលោកគឺជាអ្នកកាន់សាសនាគ្រឹះដ៏ភ្ជាប់ភ្ជួនម្នាក់លោកបានប្រោះទឹកដែលលោកបានប្រសិទ្ធិគ្រប់ទីកន្លែងក្នុងផ្ទះគាត់ប្រោះទឹកបណ្ដើបួងសួងដល់ព្រះជាម្ចាស់បណ្ដើសូមឲ្យព្រះជាម្ចាស់បញ្ជូនកម្លាំងវិជ្ជមានមកឲ្យគាត់យកឈ្នះកម្លាំងអវិជ្ជមានកម្លាំងបិសាចអំឡុងពេលដែលគាត់ធ្វើការបួងសួងបិសាចនោះក៏វាយប្រហារធ្វើឲ្យគាត់វិលមុខឈឺក្បាលរកកលចង់ដួលសន្លប់តែលោក Kevin គាត់នៅតែប្រឹងក្រោកឈរនិងដើរទៅមុខធ្វើការបួងសួងបណ្ដេញវិញ្ញាណខ្មៅអាក្រក់នោះចេញហើយគាត់ជឿជាក់ថាព្រះនៅតាមថែរក្សាគាត់និងមិនធ្វើឲ្យគាត់មានគ្រោះថ្នាក់នោះទេទីបំផុតលោក Kevin បានយកឈ្នះបិសាចនោះផ្ទះរបស់អ្នកស្រី Jacinda ក៏ប្រែមកជាស្រស់ថ្លារីករាយលែងមានកម្លាំងអវិជ្ជមានខ្មៅតទៅទៀតចាបងប្អូនអំពូមីងទាំងអស់គ្នារឿងរបស់អ្នកស្រី Jacinda បានបញ្ចប់ហើយនៅក្នុងរឿងនេះផងដែរខ្ញុំចាប់អារម្មណ៍ត្រង់ថាឪពុកម្ដាយគ្រប់រូបគឺគាត់ពិតជាមានការស្រឡាញ់មើលថែកូនស្រឡាញ់កូនណាស់ទោះបីជាគ្រប់ជាតិសាសន៍ណាក៏ដោយខ្មៅសក្រមានគឺឪពុកម្ដាយគាត់ភាគច្រើនគឺគាត់នៅតែស្រឡាញ់តាមថែរក្សាកូនទោះបីជាពួកគាត់ស្លាប់ទៅខ្លាចជាវិញ្ញាណខ្លាចទៅជាទេវតាក៏នៅតែតាមមើលថែរក្សាកូនចៅជានិច្ចជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនលោកតាលោកយាយអំពូមីងដែលបានស្ដាប់មកដល់ត្រង់នេះសូមបងប្អូនជួយ Subscribe Channel របស់ខ្ញុំដែលមានចំណងដែល Channel នេះមានឈ្មោះថាខ្មោចក្រៅស្រុកម្នាក់មួយផងដែរហើយខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនដែលបានជួយ Subscribe Channel របស់ខ្ញុំពេលនេះគឺបានប្រហែលជា107 Subscriber ក្នុងរយៈពេល2ខែនេះនិងសូមអរគុណដល់បងប្អូនអំពូមីងទាំងអស់ដែលតែងតែ comment លើកទឹកចិត្តផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំដើម្បីបន្តធ្វើវីដេអូនេះបន្តទៀតបើសិនជាមិនមានបងប្អូនជួយ like ជួយ subscribe ឬក៏ comment លើកទឹកចិត្តទេខ្ញុំក៏មិនមានកម្លាំងចិត្តក្នុងការធ្វើវីដេអូទាំងអស់នេះទៀតដែរហើយគោលបំណងរបស់ខ្ញុំដែលចង់បង្កើតវីដេអូទាំងអស់នេះគឺគ្រាន់តែជាការជួយបន្ធូរអារម្មណ៍របស់បងប្អូនពេលដែលបងប្អូនអំពូមីងអុកសោកឬមួយក៏ហត់នឿយក្នុងការងារក៏ចូលមកស្ដាប់រឿងនេះបន្តិចរឿងនោះបន្តិចពេលវេលាក៏ដើរលឿនទៅមុខផងដែរជាចុងក្រោយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខជួបតែមនុស្សល្អនិងបន្តធ្វើខ្លួនជាមនុស្សល្អបន្តទៀតសន្យាថាជួបគ្នានៅវីដេអូលើក្រោយទៀតសំណាងល្អជម្រាបលាជួបគ្នាម្ដងទៀតនៅ Page ខ្មោចក្រៅស្រុក